សម្ដេចទូគូទីបន្តទៀតនេះទី42បានចាប់យោងកងព័ន្ធទី2ហើយចាក្នុងកងព័ន្ធទី2នេះឃើញថាខ្សែទឹកខាងក្រៅកំពុងតែមានព្រៀបបន្តិចបន្តួចសារាយផ្កាយព្រឹកចាសារាយផ្កាយព្រឹកប្រាសាទបតីព្រែកដំបូកស្រីសន្ធរកំពង់ចាមមានព្រៀបបន្តិចបន្តួចលើភ្នៀតសំពលីសែនជ័យបារមីមានរិទ្ធចាភ្នៀតសំពលីស្នោពោសែនជ័យរាជធានីភ្នំពេញចាកំពុងតែតាមបកិបកិតគ្នានៅឡើយទេអាចថាភ្នៀតសំពលីសែនជ័យបារមីមានរិទ្ធនឹងអាចតាមតាន់គឺថាចង្វាចាក់ជ្រុំហើយអ្នកក្បាលទូរបស់គាត់គឺកំពុងតែប្រមូលកម្លាំងយ៉ាងស្រួយស្រាវហើយកំពុងតែប្រមូលកម្លាំងយ៉ាងស្រួយស្រាវដើម្បីចាក់យោងទូកចិត្តតាន់មែនតើហើយតើសារាយផ្កាយព្រឹកយ៉ាងណាកំពុងតែខំដូចគ្នាកំពុងចាមចាស្រុកស្រីផងកំពុងចាមចិត្តតាន់ហើយតែទីក៏បានកាន់តាគៀកមែនតើអត់អាចទេចាបងប្អូនខាងគ្នាសំពលីសែនជ័យបារមីមានរិទ្ធក៏ខំណាស់ដែរតែសារាយផ្កាយព្រឹកគាត់មិនធម្មតា